ថ្ងៃនេះខ្ញុំនឹងបងប្អូនតើនាំគ្នាមកលេងប្រាសាទលៀកពាន់ប៉ុន្តែមុននឹងទៅដល់លេងប្រាសាទហ្នឹងគឺយើងត្រូវចេញក្បាច់ end on ចាដើម្បីថតរូបជាច្រើនទុកផុសនិងទុកជាអនុស្សាវរីយ៍ពុំងាយទេបានមកលេងជុំគ្រួសារឡើយនេះយើងមកដល់ទីតាំងប្រាសាទដែលយើងចង់ទស្សនាឲ្យបងប្អូនពេលមកដល់បានដឹងថាសម្រស់គឺស្អាតខ្លាំងតែម្ដងប្រាសាទរបស់យើងហើយនៅក្មួយគឺកំពុងតែនាំគ្នាថតហើយខ្ញុំវិញរិចរួមនេះពួកអីស្អាតពេកប្រាសាទហើយងាកមកខាងនេះម្ដងអ្នកទីទូរស័ព្ទមកថតលេខកាត់ក្មួយខ្ញុំនេះមិនអង់យូរទេគឺថាទាញទូរស័ព្ទដៃមក selfie ចាដើម្បីបង្អួតសម្រស់នៅប្រាសាទយើងពុំងាយបានមកទេអញ្ចឹងទៅថតហើយកណ្ដាហាក្តៅក្តោយគឺត្រូវតែដោះអាវក្រៅសិនហើយដើម្បីថតរូបស្អាតដល់ហើយមើលមុខខ្ញុំនោះកាច់កិនចាមកចូលគេបន្តិចដែរដើម្បីកុំឲ្យខាតឲ្យមានរូបថតមកគេចាសប្បាយ